ពិតឬទេព្រះអាទិត្យនឹងរីកធំជាងពេលបច្ចុប្បន្នរហូតដល់1000 ដងធ្វើឲ្យលោក Elon Musk កាន់តែពុះកញ្ជ្រោលចង់ទៅសង់ផ្ទះល្វែងលក់នៅភពព្រះអង្គាដោយសារតែលោកអះអាងថាទីបំផុតជីវិតនៅលើភពផែនដីនឹងត្រូវរលាយចាក់ជាមិនខានលោក Elon Musk ដែលបច្ចុប្បន្នមានវ័យ53ឆ្នាំបានខិតខំតស៊ូមតិដើម្បីផ្លាស់ប្ដូរលំនៅរបស់មនុស្សទៅកាន់ភពព្រះអង្គាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ2000មកម្លេះនៅក្នុងឆ្នាំ2011លោកបានបដិញ្ញាបញ្ជូនមនុស្សទៅជាន់ដីភពព្រះអង្គាឲ្យបាននៅក្នុងរយៈពេលត្រឹម10ឆ្នាំទៀតហើយនៅក្នុងឆ្នាំ2016ទីបំផុតលោកក៏បានបង្ហាញអំពីផែនការទៅដាក់អាណាគមបង្កើតលំនៅអចិន្ត្រៃយ៍សម្រាប់មនុស្សនៅភពនេះតែម្ដងយោងតាមរបាយការណ៍ឆ្នាំ2024ដែលចុះផ្សាយដោយកាសែត The New York Times បានបង្ហាញថាចៅវាយ Tesla រូបនេះដកចិត្តជាប់ទៅនឹងភពអង្គាតាំងពីពេលដែលលោកមានអាយុ10ឆ្នាំក្រោយបានអានប្រឡោមលោកបែបវិទ្យាសាស្ត្រក្នុងឆ្នាំ1951របស់លោក Isaac កាលពីថ្ងៃច័ន្ទទី5ខែឧសភានេះលោក Elon Muskដែលជាស្ថាបនិកក្រុមហ៊ុន SpaceX ផងដែរនោះក៏បានលើកឡើងជាថ្មីអំឡុងកិច្ចសម្ភាសជាមួយនឹង Fox News ថាភពអង្គាគឺជាទីតាំងថ្មីដែលធានាសម្រាប់អាយុជីវិតមនុស្សទូទៅហើយថាលោកក៏មានផែនការបង្កើតលំនៅឋានសម្រាប់មនុស្សនៅទីនោះដែរលោកបានបញ្ជាក់បន្ថែមនៅក្នុងសម្រងសម្ដីដើមបែបនេះថានៅទីបំផុតជីវិតទាំងអស់នៅលើភពផែនដីនឹងត្រូវបំផ្លាញដុតកំទេចដោយសារព្រះអាទិត្យហើយនឹងរីកធំឡើងជាលំដាប់ហើយដូច្នេះទើបយើងត្រូវការភពថ្មីដើម្បីរស់រានបន្តកុំឲ្យដាច់ពូជមនុស្សលោក Elon Musk បានអះអាងយ៉ាងដូចនេះក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានលើកឡើងថានៅទីបំផុតព្រះអាទិត្យនឹងរីកធំជាងពេលបច្ចុប្បន្នរហូតដល់1000 ដងឯណោះហើយនៅពេលនោះឯងវានឹងបំផ្លាញផែនដីភ្លាមតែម្ដងបើទោះបីជាយ៉ាងណាអត្ថបទអ្នកវិទ្យាសាស្ត្រមួយដែលចុះផ្សាយនៅក្នុងនីតិនប្រវត្តិ Astrophysical បានបញ្ជាក់ហើយថាបាតុភូតព្រះអាទិត្យរីកធំដល់ថ្នាក់នោះរាប់ពាន់លានឆ្នាំទៀតមិនដឹងថាអាចកើតមានឬក៏អត់ផងទេ